បាទសួស្តីថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយយើងនឹងមកមើលនៅអត្ថបទកាសែតដែលដកស្រង់ចេញពីកាសែតដឹកភ្នំពេញប៉ុស្តិ៍ហើយតកតងទៅនឹងការបកប្រែអត្ថបទកាសែតរៀនពាក្យអង់គ្លេសពីអត្ថបទកាសែតនៅពេលនេះគឺយើងលើកយកនៅអត្ថបទមួយដែលនិយាយពីអត្ថបទតកតងទៅលើរឿងអឺ ក្នុងស្រុកបាទអត្ថបទក្នុងស្រុកព័ត៌មាននៅក្នុងស្រុកហើយចំណងជើងអត្ថបទដែលយើងនឹងយកមកសិក្សាដែលខ្ញុំយកមកសិក្សាបកប្រែពេលនេះគឺបងប្អូនឃើញហើយ Cambodian workers exempt from Thai entry and exit fee over Khmer New Year's បាទនេះគឺជាចំណងជើងអត្ថបទបាទហើយយើងមើលឃើញ National គឺជាព័ត៌មានក្នុងស្រុកព័ត៌មានជាតិបាទហើយយើងមើលថ្ងៃនេះថ្ងៃទី2ហាត់បတ်ហ្នឹងចេញតាំងពីម្សិលមិញដែរបាទអញ្ចឹងមកខាត់ពេលយូរយើងចូលទៅមើលអត្ថបទហ្នឹងតែម្ដងទៅ Cambodian workers បាទពលករខ្មែរ workers ហ្នឹងគឺយើងบอกថាពលករបាទពលករខ្មែរពលករកម្ពុជា exempt from Thai entry and exit fee បាទអឺ exempt from Thai entry នឹងរួចបាទពីការចូលទៅក្នុងប្រទេសថៃ exam នេះមានន័យថាគេលែងគេមិនយកលុយទេបាទ exam ហ្នឹងគឺលើកលែងគេលើកលែងអឺពីការចូលទៅក្នុងប្រទេសថៃ entry នេះគឺយើងជា verb enter ជា noun យើងបកថា entry បាទ entry ហ្នឹងគឺការចូលទៅក្នុងប្រទេសថៃអញ្ចឹងលើកលែងពីការចូលទៅប្រទេសថៃ and exit fee ហើយនឹងចាក់ចេញអឺពីប្រទេសថៃ exit fee ហ្នឹងដល់អត់ជាលុយ over ខ្មែរ New Year អំឡុងពេលបុណ្យចូលឆ្នាំខ្មែររបស់យើងបាទអញ្ចឹងចំណងជើងនេះបើយើងមើលទៅវាពិបាកយល់ន័យបន្តិចប៉ុន្តែមានន័យថា exempt from Thai entry ហ្នឹងពេលដែលយើងចូលទៅក្នុងទឹកដីថៃដូចយើងដឹងហើយថាក៏យើងត្រូវបង់លុយហើយយើងចេញហ្នឹងគឺយើងត្រូវបំពេញសំណុំបែបបទមួយចំនួនហើយវាត្រូវបង់លុយអញ្ចឹងកំឡុងពេលហ្នឹងគឺកម្មករសំទោសពលករខ្មែរយើងហ្នឹងគឺត្រូវបានគេលើកលែងទាំងការចូលហើយនិងការចេញដោយមិនបង់ថ្លៃកំឡុងពេលបុណ្យចូលឆ្នាំថ្មីបាទឥឡូវហើយយើងចូលទៅមើលអត្ថបទទាំងអស់គ្នាបាទហើយយើងមើលឃើញរូបភាពនេះគេដាក់ថា Cambodian citizens បាទពលរដ្ឋកម្ពុជាប្រជាពលរដ្ឋ citizen នេះគឺយើងบอกថាប្រជាពលរដ្ឋតែយើងឃើញនេះគាត់ឈរតម្រង់ជួរគ្នាប្រជាពលរដ្ឋខ្មែរ prepare to cross the Thai border prepare to cross the Thai border ហ្នឹងគឺរៀបចំព្យាយាមអឺឆ្លង cross ហ្នឹងឆ្លង Thai border ព្រំដែនថៃ and return to their hometowns ហើយត្រឡប់ទៅស្រុកកំណើត during a previous Khmer New Year អំឡុងពេលបុណ្យចូលឆ្នាំខ្មែរតាំងពីឆ្នាំទៅ previous ឆ្នាំទៅបាទនេះយើងឃើញរូបភាពនេះច្រើនមែនតើបាទឥឡូវយើងចូលទៅមើលអត្ថបទយើងតែម្ដងបាទកុំឲ្យខាតពេលយូរអញ្ចឹងយើងមើលហើយខ្ញុំ highlight ពាក្យនៅក្នុងនឹងតែម្ដង Cambodian working in Thailand will be exempt from entry and exit fee at Cambodia Thailand International Border បាទ gate during the upcoming traditional New Year which begin in 2 weeks បាទខ្ញុំយើងមើលអត្ថបទមួយ paragraph ហ្នឹងសិនបាទ Cambodians working in Thailand បាទប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ will be exempt from entry and exit fee at the Cambodian Thailand International Border Gate នឹងត្រូវបានគេលើកលែងពីការចូលហើយនឹងការចេញបាទពីច្រកព្រំដែន gate ហ្នឹងច្រកព្រំដែនអន្តរជាតិរវាងប្រទេសថៃហើយនិងប្រទេសកម្ពុជា during បាទ the upcoming traditional New Year អំឡុងពេលបុណ្យបាទប្រពៃណី New Year បុណ្យចូលឆ្នាំថ្មីប្រពៃណីនាពេលខាងមុខ upcoming នេះយើងบอกថានៅពេលខាងមុខ
which begins into which ដែលនឹងចាប់ផ្ដើមឡើងនៅក្នុងរយៈពេល2សប្តាហ៍ទៀតបាទ upcoming អញ្ចឹងយើងអត់សូវមានពាក្យអីពិបាកទេបាទយើងមើលមក paragraph នេះ The Ministry of Labor and Vocational Training បាទពាក្យក្រសួងនេះគឺយើងដឹងហើយថា The Ministry of Labor and Vocational Training ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាទ The Ministry of Labor and Vocational Training ក្រសួងការងារហើយនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ No announced on March 31st then announce នេះយើងធ្លាប់ជួបជារឿយមកហើយបានប្រកាសថាបានផ្សព្វផ្សាយថាបាទផ្សព្វផ្សាយកាលពីខែមីនាថ្ងៃ31ថា in accordance with the spirit of joint agreement បាទ between the governments and the labor ministry of the two countries បាទយើងមើល in accordance with ដោយយោងទៅតាម in accordance with ហ្នឹងគឺយោងទៅតាមបាទជា phrase មួយបាទជា prepositional phrase មួយដែលយោងទៅតាម the spirit ស្មារតីបាទ spirit នេះយើងបកថាស្មារតី spirit ស្មារតី of joint agreement នៃកិច្ចព្រមព្រៀងរួមគ្នា spirit ដោយយោងទៅតាមស្មារតីនៃកិច្ចព្រមព្រៀង agreement ហ្នឹងជាកិច្ចព្រមព្រៀង joint រួមគ្នា in accordance with the spirit of joint agreement ដែលយោងទៅតាមស្មារតីនៃកិច្ចព្រមព្រៀងរួមគ្នា between the two governments រវាងរដ្ឋាភិបាលបាទចំទៅអត់មាន two ទេបាទ between the governments រវាងរដ្ឋាភិបាល and labor បាទ ministry ហើយនិងក្រសួងការងារ of the two country នៃប្រទេសទាំងពីរ no fee will be charged from April 1st to May 15អញ្ចឹងអត់មាន fee តម្លៃ no fee will be charged អត់មានតម្លៃណាមួយនឹងត្រូវបង់ charge នឹងបង់បាទ charge នេះយើងដឹងហើយយើងបញ្ចូលភ្លើងយើងឲ្យ charge បាទno fee will be charged អានេះជា future passive បាទ will be charged អត់មានតម្លៃណាមួយនឹងត្រូវបង់ចាប់តាំងពីថ្ងៃទី1ខែមេសារហូតទៅដល់ថ្ងៃទី15ខែឧសភាបាទ according to the ministry បាទ according to the ministry according to នេះគឺយើងអាសាជួបដែរបាទបើយោងទៅតាមក្រសួង the waivers are only available to Cambodian workers who are legally entitled to work in Thailand and have a non-immigration LA visa which is valid beyond May 15 បាទអញ្ចឹងបើយោងទៅតាមក្រសួង the waiver បាទការលើកលែងនឹងឯងគឺសម្រាប់តែ only available គឺសម្រាប់តែ Cambodian workers បាទសម្រាប់តែពលករខ្មែរ who are legally entitled បាទដែលមានឈ្មោះស្របច្បាប់បាទ entitled នេះយើងថាគេដាក់ឈ្មោះឲ្យមានឈ្មោះមានឋានៈមានឈ្មោះហ្នឹងគឺ who are legally ហ្នឹងគឺមកថាស្របច្បាប់ legally ស្របច្បាប់បាទ who are legally entitled ដែលមានឈ្មោះស្របច្បាប់ធ្វើការ to work in Thailand ហើយដើម្បីធ្វើការនៅក្នុងធ្វើមានឈ្មោះស្របច្បាប់ធ្វើការនៅក្នុងប្រទេសថៃ and have a non-immigration LA visa ហើយនឹងមានvisa LA ប្រភេទ visa LA non-immigration ហ្នឹងឯង which is valid beyond May 15 បាទដែលវាមានសុពលភាពក្រោយថ្ងៃទី15ខែឧសភាបាទ non-immigration LA visa នេះខ្ញុំអត់ដឹងថា visa ហ្នឹងប្រភេទយ៉ាងម៉េចដែរបាទ The exemptions also includes children under the age of 18 who have been certified and are permitted to stay in Thailand beyond May 15 បាទអញ្ចឹងការលើកលែង exemption នេះជា noun បាទការលើកលែងនឹងក៏រួមបញ្ចូល include រួមបញ្ចូលក្មេងៗក្រោមដែលមានអាយុក្រោម18ឆ្នាំបាទក្រោម18ឆ្នាំ who have been certified ដែលត្រូវបានបញ្ជាក់ and
permitted ហើយត្រូវបានអនុញ្ញាត permit បាទ permit ហ្នឹងអនុញ្ញាត permitted ហ្នឹងជាអឺ passive បាទ permitted ហ្នឹងជា present simple passive ដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃអឺក្រោយបាទ beyond May 15 បាទនៅរហូតដល់ក្រោយថ្ងៃខែឧសភាថ្ងៃទី15ឧសភា The ministry advised that បាទយើងចូលមកកថាខណ្ឌនេះមួយទៀត The ministry advised that for smooth entry and exit បាទក្រសួងក៏បានធ្វើការណែនាំទៀតថាដើម្បីឲ្យដំណើរការចូលហើយនិងការចេញការចូលការចេញពីប្រទេសថៃហ្នឹង for smooth ឲ្យមានភាពរលូន Cambodian worker must travel through the Cambodia Thailand international border again អញ្ចឹងអឺពលករខ្មែរត្រូវតែធ្វើដំណើរ travel through មកត្រូវធ្វើដំណើរតាមច្រកមកយើងទៅបកច្រក gate នេះមកតាមច្រកព្រំដែនអន្តរជាតិកម្ពុជាថៃបាទ The passport and travel document will be stamped for entry and exit បាទ passport លិខិតឆ្លងដែនហើយនឹងឯកសារធ្វើដំណើរ travel document ឯកសារធ្វើដំណើររបស់ពួកគាត់ហ្នឹងគឺកម្មពលករនឹងឯង will be stamped នឹងត្រូវបានវាយត្រាបាទ stamp ហ្នឹងយើងថាវាយត្រាប្រថាប់ត្រាបាទ for entry and exit សម្រាប់ការចូលហើយនិងការចេញបាទ but they will not need to complete or earn application form or pay បាទ for a Thailand re-entry permit បាទប៉ុន្តែពួកគេអត់ចាំបាច់បំពេញសំណុំបែបបទមក application form ហ្នឹងគឺសំណុំបែបបទឬក៏ pay for បាទឬក៏បង់លុយសម្រាប់ការអនុញ្ញាត re-entry ចូលទៅប្រទេសថៃម្ដងទៀតទេបាទ permit ហ្នឹងការអនុញ្ញាត if they return to Thailand later than May 15ប៉ុន្តែប្រសិនបើពួកគេត្រឡប់ទៅ return to ត្រឡប់ទៅប្រទេសថៃ later than យឺតជាងថ្ងៃ15ខែឧសភា they must complete application and pay a fee ពួកគេត្រូវតែបំពេញបែបបទចំណុំបែបបទហើយនឹង pay a fee ហើយនឹងត្រូវបង់លុយបាទអញ្ចឹងបើយឺតជាងហ្នឹងគឺយើងត្រូវបង់លុយ during a March 11 meeting with Narod Sontarodom Consul General of Thailand in Siem Reap on March 11 បាទអឺកាលពីកំឡុងពេលខែមីនាថ្ងៃទី11បាទយើងទៅបកពី meeting មុនបាទកាលពីកិច្ចប្រជុំអំឡុងខែមីនាថ្ងៃទី11 with ណារុតបាទស៊ុនតារ៉ូដាំបាទជាមួយនឹង Consul General អគ្គកុងស៊ុលបាទ Consul General នេះអគ្គកុងស៊ុលដែលឈ្មោះថានរ៉ូតស៊ុនតារ៉ូដាំអគ្គកុងស៊ុលនៃប្រទេសថៃបាទ Consul General បាទយើងអាចបកថាកាលពីកិច្ចប្រជុំនៅខែមីនាថ្ងៃទី11ជាមួយនឹងលោកនរ៉ូតស៊ុនតារ៉ូដាំដែលជាអគ្គកុងស៊ុលនៃប្រទេសថៃ in Siem Reap បាទនៅក្នុងខេត្ត Siem Reap on March 11 បាត់ដំបងprovincial governor បាទយើងបកថាអភិបាលខេត្ត provincial governor នេះយើងបកថាអភិបាលខេត្តបាទ provincial governor អភិបាលខេត្តបាត់ដំបង provincial governor លោកអភិបាលខេត្តបាត់ដំបងគឺឯកឧត្តមសុកលូ requested that បាទបានស្នើសុំថាថៃសាយបានស្នើសុំបាទឲ្យថៃសាយភាគីខាងថៃបាទថៃសាយនឹងភាគីខាងថៃ facilitate ជួយសម្របសម្រួល the return of Cambodian facilitate ជួយសម្របសម្រួលការវិលត្រឡប់នៃ Cambodian workers នៃពលករខ្មែរ to their hometown បាទទៅស្រុកកំណើតរបស់ពួកគេបាទអញ្ចឹងអត្ថបទនេះមានត្រឹមតែប៉ុណ្្នឹងបាទហើយសូមអរគុណ